រឿងក្មេងសុំទាននៅខេត្តស្វាយរៀងនៅទីត្រង់តូចមួយក្នុងខេត្តស្វាយរៀងមានក្មេងប្រុសម្នាក់ឈ្មោះសុភ័ក្រគាត់មានអាយុប្រហែល9ឆ្នាំកាយសម្បត្តិទាស្គមស្បែកខ្មៅខ្លាំងដោយសារតែរស់នៅក្រោមថ្ងៃក្តៅនិងដើរតាមផ្លូវធំជារៀងរាល់ថ្ងៃសុភ័ក្រមិនដូចក្មេងៗគេដទៃទេព្រោះគាត់ជាក្មេងកំព្រាម្ដាយស្លាប់ចោលពីពេលគាត់ទើបនឹងចាប់ផ្ដើមចេះដើរតែប៉ុន្មានឆ្នាំក្រោយពុកក៏ចាក់ចេញទៅរកការងារធ្វើនៅប្រទេសជិតខាងហើយមិនមានការទំនាក់ទំនងត្រឡប់មកវិញសុភ័ក្ររស់នៅជាមួយជីដូនចាស់ម្នាក់ជីដូនមិនអាចធ្វើការធ្ងន់បានទៀតហើយដូច្នេះសុភ័ក្រត្រូវចេញទៅសុំទានតាមផ្សារជារៀងរាល់ថ្ងៃពេលព្រឹកគាត់ដើរពីផ្ទះជីដូនដែលធ្វើពីស្លឹកត្នោតនិងឈើចាស់ៗទៅដល់ផ្សារកណ្ដាលទីក្រុងដៃកាន់ថង់ប្លាស្ទិកមួយខណៈដែលភ្នែកស្រស់ស្រាយតែពោពេញដោយភាពសង្ឃឹមថាមនុស្សមួយចំនួននឹងឲ្យបាយនិងព្រឹកបន្តិចបន្តួចការតស៊ូប្រចាំថ្ងៃនៅផ្សារសុភ័ក្រតែងតែអង្គុយក្បែរតូបលក់ម្ហូបពេលគេលើកម្ហូបលើកបាយមកតាំងលក់ក្លិនឈ្ងុយឆ្ងាញ់គួរឲ្យស្រស់ទឹកមាត់ក្មេងតូចចាប់ផ្ដើមសុំដោយសំឡេងស្រាលស្រាលមីងអើយចាយអើយឲ្យខ្ញុំសុំបាយម្ហូបបន្តិចបានទេខ្ញុំមិនទាន់ហូបបាយតាំងពីល្ងាចម្សិលមិញមកម្លេះមនុស្សនៅក្បែរនឹងងាកមើលគ្រប់គ្នាអ្នកខ្លះក៏អាណិតឲ្យបាយឬលួយកាក់500រៀលតែមានមនុស្សមួយចំនួនមិនពេញចិត្តពោលពាក្យស្អប់ក្បឺមក្មេងនេះមានដៃមានជើងដែរមកដើរសុំទានទេពាក្យទាំងនោះកាន់តែធ្វើឲ្យចិត្តក្មេងតូចមានសម្ពាធផ្លូវចិត្តប៉ុន្តែគាត់នៅតែចាំបាច់ធ្វើព្រោះបើគាត់មិនយកអ្វីទៅផ្ទះជីដូននឹងអត់អាហារថ្ងៃនោះរដូវភ្លៀងនិងទឹកភ្នែកពេលរដូវភ្លៀងមកដល់សុភ័ក្រត្រូវអង្គុយសុំទានក្រោមផ្ទៃមេឃងងឹតខោអាវស្លៀកសឺតលើខ្លួនទឹកភ្លៀងហូរតាមមុខគាត់យកដៃបិទថង់ប្លាស្ទិកជាភ្លៀងពេលនោះមនុស្សជាច្រើនដើរឆ្លងកាត់តែមានតិចណាស់ដែលនឹកឃើញថាក្មេងតូចម្នាក់កំពុងតែតស៊ូជាមួយជីវិតថ្ងៃមួយក្រោយពេលសុំទានបានបន្តិចបន្តួចសុភ័ក្រដើរត្រឡប់ទៅផ្ទះជីដូនអង្គុយចាំនៅមុខផ្ទះភ្នែកព្រិលដោយទឹកភ្នែកជីដូនបោកដៃទទួលបាយនិងប្រាក់តិចតួចពីកូនប្រុសតូចជីដូននិយាយថាកូនអើយជីដូនសូមអភ័យទោសដែលមិនអាចឲ្យកូនមានសេរីភាពដូចក្មេងគេសុភ័ក្ររក្សាអារម្មណ៍ឲ្យរឹងមាំទើបនិយាយថាជីដូនកុំយំអីខ្ញុំនឹងខំរៀនខំរស់ថ្ងៃមួយខ្ញុំនឹងក្លាយជាមនុស្សល្អដែលមិនឲ្យជីដូនទ្រាំទុកទេភ្លឺជាពីសេចក្តីស្រឡាញ់មានពេលខ្លះអ្នកគ្រូម្នាក់នៅសាលាក្បែរបានឃើញសុភ័ក្រចេញសុំទានរៀងរាល់ថ្ងៃអ្នកគ្រូមានចិត្តអាណិតបាននាំសុភ័ក្រទៅរៀនសាលាដោយឲ្យបន្ទប់តតសម្រាប់គេងនៅក្បែរមន្ទីរពេទ្យសត្វរបស់បងប្រុសនាងសុភ័ក្រមិនដាច់បោះបង់ពេលថ្ងៃទៅរៀនពេលល្ងាចទៅជួយជីដូនហើយពេលព្រឹកថ្ងៃអាទិត្យគាត់នៅតែទៅផ្សារសុំទានតិចតួចដើម្បីរកបាយជីដូនឃើញកូនប្រុសតូចឈ្នះការលំបាកនាងមានសេចក្តីសប្បាយចិត្តមិនគួរមើលរំលងពីសមត្ថភាពនៃអប់រំចុងបញ្ចប់រឿងក្មេងសុំទាននៅស្វាយរៀងបង្ហាញឲ្យយើងឃើញថាមនុស្សកំព្រាឬក្មេងក្រីក្រមិនមែនជាមនុស្សគ្មានតម្លៃទេពួកគេក៏មានក្តីសង្ឃឹមក្តីស្រឡាញ់និងក្តីសុបិនដូចគេដែរបើសិនជាសង្គមនាំយកចិត្តទុកដាក់និងផ្ដល់ឱកាសប្រកបណាស់ក្មេងៗទាំងនេះអាចក្លាយជាមនុស្សល្អមានប្រយោជន៍សម្រាប់ប្រទេសជាតិមេរៀនសំខាន់កុំមើលងាយនឹងមនុស្សក្រឬក្មេងសុំទានពួកគេក៏មានក្តីសង្ឃឹមដូចយើងហើយការអាណិតមួយបន្តិចពីយើងអាចផ្លាស់ប្ដូរជីវិតមនុស្សម្នាក់បានបងប្អូនទាំងអស់គ្នាចាំស្ដាប់រឿងកូននិងឪពុកជុងបន្តទៀតរឿងនេះអ្នកអាចហូរទឹកភ្នែកដោយមិនដឹងខ្លួនរឿងកូននិងឪពុកជុងនៅភូមិមួយក្នុងខេត្តជាយក្រុងមានក្មេងស្រីម្នាក់ឈ្មោះស្រីនិតគាត់មានអាយុតែ12ឆ្នាំប៉ុន្តែភ្នែកមានពន្លឺស្រទន់ស្បែកស្លេកដោយសារកង្វះអាហារដែលគ្រប់គ្រាន់ម្ដាយស្រីនិតឈ្មោះម៉ាលីបន្ទាប់ពីបាត់បង់ប្តីដើមដោយជំងឺ
យូរប៉ុន្មានឆ្នាំនាងចុះស្រឡាញ់បរិសម្នាក់ឈ្មោះសុធាហើយយកមកជាឪពុកចុងដំបូងសុធាត្រូវគេមើលថាជាមនុស្សធម្មតាមិនមានអ្វីប្លែកប៉ុន្តែក្រោយពីបានយកគ្រាធ្វើជាប្តីប្រពន្ធបានមកនៅក្នុងផ្ទះសភាពជីវិតរបស់ស្រីនិតចាប់ផ្ដើមផ្លាស់ប្ដូរជីវិតក្រមដំបងឪពុកចុងសុធាជួយមនុស្សពិបាកចិត្តឆាប់ខឹងរាល់ពេលស្រីនិតមានកំហុសតិចតួចគាត់បានកាន់រំពាត់ឬខ្សែចងគោវាយធ្វើបាបជារៀងរាល់ថ្ងៃធ្វើឲ្យស្រីនិតពិបាកចិត្តហើយក៏មិនពេញចិត្តនឹងឪពុកចុងនោះទេពេលព្រឹកស្រីនិតក្រោកពីព្រលឹមបោះសម្អាតផ្ទះដងទឹកដាំទឹកនាងធ្វើគ្រប់សពដើម្បីឲ្យត្រួតចិត្តលោកសុធាបើមានការងារអ្វីដែលមិនទាន់បានធ្វើឬយឺតយ៉ាវត្រូវវាយទៀតម្ដាយរបស់នាងឃើញប៉ុន្តែព្រមទ្រាំព្រោះស្រឡាញ់ប្តីថ្មីនិងខ្លាចបែកបាក់គ្រួសារស្រីនិតគ្មានសេរីភាពដូចក្មេងៗដទៃនៅសាលាគេមើលថាគាត់ជាមនុស្សស្ងៀមស្ងាត់ព្រោះនៅផ្ទះគាត់តែងតែទទួលការស្ដីបន្ទោសមនុស្សជិតខាងតែងឮសូរស្រែកពេលយប់ប៉ុន្តែគ្មាននរណាដែលចិត្តជួយទៅជួយថ្ងៃក្តៅដោយភ្លៀងថ្ងៃមួយស្រីនិតត្រឡប់ពីសាលាជាមួយសៀវភៅខូចបន្ទឹកដោយទឹកភ្លៀងសុធាមើលឃើញស្រែកថាឯងមិនសមជាមនុស្សទេឆ្កួតឲ្យរៀនក៏ខ្ជះខ្ជាយបន្ទាប់មកគាត់កាន់ដំបងវាយកងស្រីជាច្រើនដងរហូតដល់ជើងដៃមានស្នាមខ្មៅជួមស្រីនិតស្រែកយំហៅទៅម្ដាយប៉ុន្តែម៉ាលីឈប់ស្ងៀមដោយនិយាយតែពាក្យថាទ្រាំបន្តិចកូនទ្រាំបន្តិចពាក្យនោះកាន់តែបំផ្លាញចិត្តក្មេងស្រីតូចក្តីសង្ឃឹមតូចទោះបីជាឈឺចាប់ក៏ស្រីនិតនៅតែស្រឡាញ់ម្ដាយពេលយប់នាងសរសេរទៅក្នុងសៀវភៅថាថ្ងៃណាមួយខ្ញុំនឹងធ្វើឲ្យម្ដាយឃើញថាខ្ញុំមានតម្លៃខ្ញុំមិនចូលចិត្តស្រឡាញ់ឪពុកចង់ទេប៉ុន្តែខ្ញុំក៏មិនចង់ស្ដាប់ម្ដាយយំនៅសាលាអ្នកគ្រូស៊ូស្រីនិតព្រោះឃើញស្នាមជាច្រើនលើដៃជើងគ្រូបាននាំទៅពិគ្រោះជាមួយអាជ្ញាធរមូលដ្ឋានជាថ្មីម្ដាយត្រូវបានហៅទៅសាកសួរម៉ាលីស្ទើរជាធ្លាក់ចិត្តពេលអាជ្ញាធរបង្ហាញសំណើទាំងអស់ការប្រែប្រួលក្រោយពេលករណីត្រូវបានបើកអាជ្ញាធរបានសម្រេចឲ្យស្រីនិតរស់នៅជាមួយជីដូនជាបណ្ដោះអាសន្នហើយផ្ដល់ឱកាសឲ្យរៀនសុធាត្រូវបានព្រមានម៉ាលីយំទឹកភ្នែកព្រោះនាងថាការស្រឡាញ់បុរសមួយរូបមិនគួរទុកឲ្យកូនរងទុក្ខនាងសន្យាចំពោះកូនថានឹងបដូរជីវិតនិងថែរក្សាកូនដោយខ្លួនឯងស្រីនិតមានសេចក្តីសង្ឃឹមថាពេលអនាគតនាងនឹងក្លាយជាគ្រូបង្រៀនដើម្បីជួយក្មេងៗដូចគាត់ដែលរស់នៅក្រោមការវាយធ្វើបាបពីឪពុកចុងអត្ថន័យអប់រំរឿងនេះបង្ហាញឲ្យយើងឃើញថាកូនគឺជាអ្នកគ្មានកម្លាំងពួកគេមិនគួរត្រូវទទួលទោសពីការជ្រើសរើសរបស់ម្ដាយឪពុកឡើយការប្រៅអំពើហិង្សាចំពោះក្មេងគឺបំផ្លាញអនាគតមេរៀនសំខាន់មនុស្សធំត្រូវចេះក្តីអាណិតចំពោះក្មេងការស្រឡាញ់ពិតមិនមែនគ្រាន់តែស្រឡាញ់ប្តីប្រពន្ធទេប៉ុន្តែត្រូវការពារនិងថែរក្សាកូនឲ្យមានក្តីសុខផងដែរបងប្អូនយល់យ៉ាងណាដែរចំពោះរឿងមួយនេះ comment ខាងក្រោមវីដេអូនេះម្នាក់មួយបើពេញចិត្ត subscribe YouTube ម្នាក់មួយផងដើម្បីទទួលបានសាច់រឿងថ្មីបន្តទៀតខ្ញុំបាទខុនដំណើររឿងសូមអរគុណសូមជម្រាបលា